លេបដែលបងអូនតានតឹងនឹងរឿងអ្វីមួយសូមកុំប្រើកំហឹងទៅលើអ្វីមួយឬនរណាម្នាក់អីចឹងសូមមកស្ដាប់ការ៉ាប់រាប់ចំនួន5ចំណុចពីខ្ញុំណាមុននឹងចូលដល់វីដេអូសូមចុច Subscribe និងចុច Like វីដេអូនេះម្នាក់មួយផងណាសូមអគុណជាទូទៅការពន្យាពេលគឺជាបញ្ហាដែលមនុស្សជាច្រើនជួបប្រទះនេះជាវិធីមួយចំនួនដែលអាចជួយអ្នក 1. រៀបចំផែនការអនាគតបំបែកកិច្ចការធំទៅជាកិច្ចការតូចកំណត់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចការនីមួយប្រើប្រាស់បច្ចេកទេស Pomodoro 25 នាទីធ្វើការ5នាទីឈប់សម្រាក 2. ចាប់ផ្ដើមពីកិច្ចការដែលងាយស្រួលធ្វើកិច្ចការដែលងាយស្រួលជាមុនសិនការចាប់ផ្ដើមគឺជាផ្នែកដែលពិបាកបំផុត 3. កាត់បន្ថយការរំខានបិទការជូនដំណឹងលើទូរស័ព្ទដាក់កំហិតពេលវេលាប្រើប្រាស់បណ្ដាញសង្គម 4. ផ្ដល់រង្វាន់ខ្លួនឯងតុបតែងខ្លួនឲ្យលើសពីការបំពេញកិច្ចការរង្វាន់តូចបន្ទាប់ពីបំពេញកិច្ចការនីមួយ 5. តម្រង់ទិសគំនិតអ្នកគិតពីផលប្រយោជន៍នៃការបំពេញកិច្ចការឲ្យបានទាន់ពេលកុំខ្លាចកំហុសគ្រាន់តែចាប់ផ្ដើមធ្វើតាមពិតទៅការផ្លាស់ប្ដូរទម្លាប់ត្រូវការពេលវេលាសូមចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចហើយបន្តរក្សាវាអ្នកពិតជាអាចធ្វើបាន